Roseland ลูกช่วยทรงอ้ยะโจกอะไรนะโอ้ยบ้า บกส one two บ้า nine ten โอ้ยบ้า Kala kau bangko kiu Ruslan Nagaya LZ បានសងទទួលមកចេញជំនះដោយវាកីឡាករបង្គោលក្រហមឲ្យបោះបង់បាទជំរាបសួរពុកម៉ែបងប្អូនដែលស្នេហាវិស័យបដាល់គុណខ្មែរជឿជាក់ថាបងប្អូនណាក៏បានទស្សនាការប្រកួតបាទកម្មវិធី Boost Strong King of the Ring គុណខ្មែរកាលពីថ្ងៃសុក្រកន្លងទៅនៅឯទឹកដីខណ្ឌកំពូលរាជធានីភ្នំពេញរួចមកហើយបាទដែលមានគុណខ្មែរយើងដូចជាយេឌីដាមានដូចជាច័ន្ទប៊ុនហឿនមានដូចជាអេអាមរិនភូថងមានដូចជា Idol ធឿនទេរ៉ាហើយក៏មានកីឡាករអន្តរជាតិដែលគាត់មកចូលរួមដូចជាកីឡាករមកពីប្រទេសភូមាដូចជាកីឡាករមកពីប្រទេសអ៊ីរ៉ង់មានដូចជាកីឡាករដែលមកពីប្រទេសអង់គ្លេសហើយក៏មានកីឡាករដែលមកពីប្រទេសអាស៊ើបៃសង់បាទក្នុងនោះឃើញថាគុណខ្មែរយើងដែលចូលរួមប្រកួតម៉ារ៉ាតុងដណ្ដើមពានបាទវគ្គទី1គឺរវាងយេនឌីណាជាមួយនឹងកីឡាករដែលគាត់មកពីខាងប្រទេសអ៊ីរ៉ង់បងប្អូនបាទតាមពិតទៅបេក្ខភាពដែលត្រូវចូលរួមប្រកួតនៅក្នុងការដណ្ដើមពានម៉ារ៉ាតុងបាទគឺមានកីឡាករប៉ូយ៉ាទេបាទប៉ុន្តែដោយសារតែបេក្ខភាពនេះត្រូវបានបដូរជំនួសដោយកីឡាករអ៊ីរ៉ង់មកវិញបាទហើយក៏ចាប់ឆ្នោតទៅជួបជាមួយនឹងកីឡាករយេនឌីណារបស់យើងបាទឃើញថាកីឡាករយេនឌីណាគាត់បានយកឈ្នះទៅលើកីឡាករអ៊ីរ៉ង់នៅទឹកទី2បាទនៅក្នុងទឹកទី1គាត់បានវាយអឺរ៉ុបបាទហើយចូលដល់ទឹកទី2គឺយេនឌីណាគាត់ផ្ដាច់តែម្ដងបាទចំណែកឯគូម៉ារ៉ាតុងមួយគូទៀតដែលជាការជួបគ្នារវាងកីឡាករច័ន្ទប៊ុនហឿនជាមួយនឹងកីឡាករភូមេបាទវេតធីមឿងបាទឃើញថាស្វាត់ស្វាញរហូតដល់3ទឹកតែម្ដងបាទដោយលទ្ធផលគឺច័ន្ទប៊ុនហឿនគាត់បានយកឈ្នះដោយពិន្ទុទៅលើកីឡាករមកពីប្រទេសភូមានេះបាទអញ្ចឹងបើសង្កេតមើលទៅកីឡាករភូមាគាត់ស៊ូខ្លាំងបាទក្នុងការប្រកួតមួយនេះគាត់មិនសូវជាមានអាវុធសម្រាប់ទៅលើច័ន្ទប៊ុនហឿនទេក្នុងការប្រកួតប៉ុន្តែគាត់ស៊ូរហូតដល់ជាប់ទឹកបាទចំណែកឯការប្រកួតលក្ខណៈអំបោះឆៅបាទដែលជាគូអន្តរជាតិបាទអ៊ីរ៉ង់ជាមួយនឹងភូមាបាទហើយបងប្អូនគូនេះគឺខ្ញុំចាប់អារម្មណ៍មែនតើបាទចាប់អារម្មណ៍ទៅលើកីឡាករអ៊ីរ៉ង់ម្នាក់នេះបងប្អូនគឺគាត់ច្បាស់បាទនៅក្នុងវិធីសាស្ត្រនៅក្នុងtechniqueសម្រាប់ការការពារក្បាលរបស់គាត់មែនតើបាទកីឡាករអ៊ីរ៉ង់ម្នាក់នេះគឺគាត់ប្រកួតបាទ3ទឹកមិនអោយកីឡាករភូមាបានវាយគាត់ចូលម៉ាស៊ីនទេបាទក្បាលគឺគាត់ចេះវិធីសាស្ត្រក្នុងការចាប់ស្រាក់ឬក៏ហៅថាក្លេក្បាលបាទជាប់មិនអោយកីឡាករភូមារើឬក៏ដោះក្លេដើម្បីមានឱកាសក្នុងការវាយក្បាលហើយខ្ញុំខំចាំគុណមើលដែរបងប្អូនថាគេវាយក្បាលបានដោយវិធីណាមធ្យោបាយណាប៉ុន្តែជាលទ្ធផលគឺមិនបានចេញទេបាទអញ្ចឹងផ្ទុយទៅវិញបាទកីឡាករអ៊ីរ៉ង់នេះគាត់បានវាយឲ្យកីឡាករភូមាសន្លប់នៅក្នុងទឹកទី3បាទហើយមួយគូទៀតបាទដែលជាគូដែលគូឲ្យសោកស្ដាយបាទគឺអាមរិនភូថងយើងបងប្អូនបាទទឹកទី1ទឹកទី2គាត់ធ្វើបានល្អមែនតើបាទគាត់វាយឲ្យដៃគូរបស់គាត់ដែលជាកីឡាករមកពីប្រទេសអង់គ្លេសហ្នឹងមានរបួសហើយគាត់មានព្រៀបលើទៀតបាទទឹកទី1ទី2ប៉ុន្តែគូឲ្យស្ដាយនៅក្នុងទឹកទី3ដែលអាមរិនភូថងយើងបាទគាត់អស់ស៊ូគាត់អស់ធម៌ពលបាទធ្វើឲ្យកីឡាករអង់គ្លេសនេះគាត់បាទ
ធ្វើជុះធ្វើភ្លៀងរហូតគាត់ស្ទើរតែវាយឲ្យអេអាមេរិនយើងសន្លប់បងប្អូនបាទហើយជ័យជំនះក៏បានទៅលើកីឡាករមកពីប្រទេសអង់គ្លេសនេះតែម្ដងបាទមួយគូទៀតក៏រឹតតែសោកស្ដាយថែមទៀតបងប្អូនគឺអ្នកលេងពូថៅដៃធឿនធីរ៉ាដែលជា idol យើងហ្នឹងបងប្អូនបាទបានត្រឹមតែមួយទឹកហើយដើមទឹកទៀតណាបងប្អូនបាទមិនតាន់នឹងក្តៅម៉ាស៊ីនផងបាទនៅទៅតែគេហៅថាឆក់ឆ្វេងឆក់ស្ដាំក៏ផ្លត់ស្នៀតបាទចូលដៃស្ដាំរបស់កីឡាករអាសេបៃសង់ធ្វើឲ្យគាត់មានរបួសភ្នែកមិនអាចបន្តការប្រកួតតទៅទៀតបានបាទអញ្ចឹងជារឿងដែលគួរឲ្យស្ដាយបងប្អូនបាទយើងរំលឹកឡើងវិញបន្តិចបាទយេនឌីណាជាមួយនឹងច័ន្ទប៊ុនហឿននៅវគ្គផ្ដាច់ប្រត់ដណ្ដើមពានបានតែមួយជើងទេបងប្អូនបាទចូលទៅដល់តតមួយជើងច័ន្ទប៊ុនហឿនក៏ខូចជើងបាត់បាទក្នុងពេល live នៅលើបណ្ដាញសង្គម Facebook បងប្អូនខ្លះក៏លើកឡើងច្រើនបាទពាក់ព័ន្ធទៅនឹងរឿងដែលយើងស្មានមិនដល់បងប្អូនមួយជើងបានទទួលពានបាទនៅវគ្គផ្ដាច់ប្រត់សម្រាប់យេនឌីណាជាមួយនឹងច័ន្ទប៊ុនហឿនបាទអញ្ចឹងនេះជារឿងដែលគួរឲ្យមិនតន់អស់ចិត្តបាទជារឿងដែលមិនតន់អស់ចិត្តសម្រាប់ការប្រកួតរវាងយេនឌីណាជាមួយនឹងច័ន្ទប៊ុនហឿនបានតែមួយជើងបាទឯអាមេរិនវូថងបាទទឹកទី1ទឹកទី2យើងមានព្រៀបយើងឈ្នះហើយស្ទើរតែវាយឲ្យដៃគូសន្លប់បែរជាមកចាញ់នៅក្នុងទឹកទី3គឺគាត់អស់ស៊ូបាទគាត់អស់ស៊ូហើយសម្រាប់ធានធីរ៉ាយើងបានត្រឹមតែមួយទឹកហើយដើមទឹកទៀតបាទអញ្ចឹងគួរឲ្យសោកស្ដាយដែរបងប្អូនសម្រាប់ការប្រកួតកាលពីថ្ងៃសុក្រកន្លងទៅនៅក្នុងកម្មវិធី Boost Strong King of the Ring គុនខ្មែរបាទមិនតន់អស់ចិត្តទេបងប្អូនបាទសូមអរគុណ